នៅក្នុងនាមជាគ្រូបង្រៀនភាសាចិនពេលដែលខ្ញុំឃើញសិស្សខ្ញុំគាត់រៀនទៅធ្លាក់ទឹកដៃធ្លាប់តែបកកែអញ្ចឹងក្នុងនាមជាគ្រូមានអារម្មណ៍ថាដូចពិបាកចិត្តពេលខ្លះគេអត់លក់ឯងគិតម្នាក់ឯងថាតើខ្ញុំបរៀនពួកគាត់នៅស្ទើរមែននៅខ្វះចំណុចអីមែនខ្ញុំគិតជាងម្ចាស់សម័យខ្លួនទៀតហើយត្រឹមគ្រូបរៀនមែនប៉ុន្តែគិតតាំងពីអនាគតរបស់គាត់បារម្ភខ្លាចគាត់ធំទៅយ៉ាងម៉េចយ៉ាងម៉េចអញ្ចឹងណាទោះមិនមែនជាសាច់ឈាមគ្នាប៉ុន្តែអារម្មណ៍ហ្នឹងយើងស្រឡាញ់សិស្សដែលចេញពីចិត្តយើងបរៀនយើងយកទាំងបេះដូងទៅបរៀនផងដែរការបរៀនសិស្សដំបូងយើងត្រូវដឹងថាក្នុងថ្នាក់មានសិស្សខ្លាំងមានសិស្សមិនសូវខ្លាំងហើយសិស្សខ្លះទៀតក៏គាត់លក្ខណៈថាគាត់ខ្សោយយកតែមែនតែនណាអញ្ចឹងហើយខ្ញុំត្រូវពុតគាត់ធ្វើយ៉ាងណាឲ្យគាត់រីកចម្រើនហើយខ្ញុំជឿជាក់ថាអាណាព្យាបាលពេលដែលបញ្ជូនកូនមករៀនគាត់មានគោលបំណងមួយគឺចង់ឲ្យកូនគាត់ចាស់អញ្ចឹងបញ្ហាហ្នឹងគឺខ្ញុំត្រូវគិតយ៉ាងណារកវិធីសាស្ត្រយ៉ាងណាឲ្យក្មេងៗឬក៏សិស្សសានុសិស្សដែលរៀនជាមួយខ្ញុំហ្នឹងធ្វើយ៉ាងណាឲ្យពួកគាត់យល់ឆាប់បានយល់អញ្ចឹងទោះមិនបាន 100% យ៉ាងហោចណាស់ក៏បាន 50% អីដែរបងប្អូនតែងគិតថាការរៀនភាសាពិបាកហើយធុញថប់ពេលគាត់ចូលថ្នាក់រៀនបងពេលខ្លះទៅគាត់រៀនហើយគាត់ងុយដេកក៏មានដែរអញ្ចឹងហើយខ្ញុំសំណូមពរថាទោះបីមិនក្តៅខំរៀនខំប្រឹងរៀនទោះហត់មិនក្តៅទៅមុខទៅការសិក្សាអត់ក្បត់យើងថ្ងៃណាមួយនឹងសងមកយើងវិញហើយជាពិសេសគឺខ្ញុំក៏ចង់សំណូមពរទៅដល់អាណាព្យាបាលឲ្យខិតខំតាមដានការសិក្សារបស់កូនផងដែរព្រោះក្នុងនាមជាគ្រូម្នាក់បានត្រឹមចែកម្លែកបានត្រឹមបង្រៀនប៉ុន្តែมันបាននៅដិតដល់ជាប់គាត់ទេហើយគាត់ត្រូវអនុវត្តខ្លួនឯងអភិវឌ្ឍខ្លួនឯងបន្ថែមទៀតហើយមានអាណាព្យាបាលនៅតាមពីក្រោយដើម្បីដាស់តឿនគាត់ហើយខាងគ្រូក៏ជួយសម្រួលជួយចែកម្លែកបង្រៀនគាត់បន្ថែមដែរអត់ចោលពួកគាត់ទេនាងខ្ញុំសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី Major and Career Talk កម្មវិធីនេះផងដែរត្រូវបានបង្កើតឡើងដោយអង្គការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងអភិវឌ្ឍអាជីពដែលហៅកាត់ថា MACA ហើយគោលបំណងក្នុងការបង្កើតកម្មវិធីនេះឡើងគឺដើម្បីជជែកគ្នាអំពីការជ្រើសរើសជំនាញសិក្សានិងអាជីពឲ្យបានត្រឹមត្រូវនិងស្វែងយល់ឲ្យកាន់តែច្បាស់ទៅតាមជំនាញសិក្សានិងអាជីពនីមួយៗទៅកាន់សិស្សនិស្សិតសាធារណជនជាពិសេសយុវជនកម្ពុជាទាំងមូលដែលពុំទាន់ស្គាល់ខ្លួនឯងច្បាស់ក្នុងការជ្រើសរើសជំនាញសិក្សានិងអាជីពនៅក្នុងថ្ងៃនេះផងដែរកម្មវិធីរបស់យើងក៏មានវាគ្មិនកិត្តិយសចំនួន1រូបដែលត្រៀមនឹងចែករំលែកបទពិសោធន៍អំពីអាជីពជាគ្រូបង្រៀនភាសាចិនដូចនេះដើម្បីកុំឲ្យខាត់ពេលវេលាយូរសូមអញ្ជើញពុកម៉ែបងប្អូនទៅជួបជាមួយវាគ្មិនកិត្តិយសរបស់យើងទាំងអស់គ្នាជំរាបសួរអូនចាជំរាបសួរបងជាដំបូងសូមឲ្យអូនជួយណែនាំខ្លួនទៅកាន់ពុកម៉ែបងប្អូនដែលកំពុងតែទស្សនាវីដេអូមួយនេះផងចាជំរាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូនេះនាងខ្ញុំឈ្មោះសុផុសកញ្ញាដែលមានកិត្តិយសជាខ្លាំងដែលមកកាន់កម្មវិធីនេះដើម្បីធ្វើជាវាគ្មិនចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាហើយអាជីពរបស់នាងខ្ញុំនាពេលបច្ចុប្បន្នគឺជាគ្រូបង្រៀនភាសាចិនហើយប្រវត្តិខ្លះៗផងដែរដែលខ្ញុំចង់ចែករំលែកគឺនាងខ្ញុំធ្លាប់បានរៀនពីវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីអរុណវតីហើយបានបញ្ចប់បាក់ឌុបនៅឆ្នាំ2024ហើយនាពេលបច្ចុប្បន្ននេះខ្ញុំក៏រស់នៅភ្នំពេញក៏ធ្វើជាអាជីពជាគ្រូភាសាចិនចាតើអូនអាចប្រាប់បងបានថាមូលហេតុអ្វីដែលជំរុញទឹកចិត្តអូនឲ្យចាប់អាជីពជាគ្រូបង្រៀនភាសាចិនមួយនេះអូនអញ្ចឹងដើមហេតុដែលជំរុញឲ្យខ្ញុំចាប់ចិត្តនៅក្នុងអាជីពជាគ្រូបង្រៀនភាសាចិនដោយសារតែខ្ញុំមានសេចក្តីស្រឡាញ់នៅក្នុងការបង្រៀនស្រាប់តាំងពីក្មេងរហូតដល់ធំអញ្ចឹងហើយការបង្រៀនគឺមានន័យសម្រាប់ខ្ញុំហើយចំពោះការបរៀននេះផងដែរគឺជួយលើកទឹកចិត្តឲ្យខ្ញុំជួយចែករំលែកទៅកាន់ក្មេងៗដែលគាត់អត់សូវយល់ដឹងពីភាសាហើយអាចឲ្យពួកគាត់ដឹងយ៉ាងទូលំទូលាយទាក់ទងជាមួយនឹងភាសាចាអូនចាដើម្បីខ្លាចទៅជាគ្រូបង្រៀនភាសាចិនតើបងអូនត្រូវឆ្លងកាត់បទពិសោធន៍ឬក៏វគ្គបណ្ដុះបណ្ដាលអីគេខ្លះដែរអូនត្រូវឆ្លងកាត់ជាច្រើនបងដោយសារតែការរៀនភាសាមួយគឺពិបាកដែរមិនស្រួលដល់អ្នកដែលចាប់ផ្ដើមរៀនដំបូងទេអញ្ចឹងនៅពេលដែលខ្ញុំរៀនគឺខ្ញុំត្រូវរៀនតាក់ទងជាមួយនឹងការសរសេរអំពីពាក្យភាសាចិនការវឹកហាត់និយាយការអនុវត្តសរសេរស្ដាប់អីជាដើមហើយជាពិសេសទៅទៀតនោះគឺខ្ញុំត្រូវឆ្លងកាត់ការរៀនឲ្យបានច្រើនឆ្នាំទៀតបងចាអញ្ចឹងអូនរៀនរយៈពេលប្រហែលឆ្នាំដែរបានខ្លាយទៅជាគ្រូបង្រៀនភាសាចិនបើតាមស្មោះត្រង់ទៅគឺខ្ញុំរៀនតាំងពីទូចហើយជាឆ្នាំ
អំឡុងឆ្នាំដើមឆ្នាំ2021រហូតដល់បច្ចុប្បន្នក៏នាងខ្ញុំអត់ចោះចាញ់នៅក្នុងការរៀនហើយនៅតែបន្តទោះបីជាមានអាជីពជាគ្រូបង្រៀនមែនប៉ុន្តែយើងអត់បោះបង់ការសិក្សាទេនៅតែរៀនចាពិតជាល្អវិស័យខ្លាំងមែនតើតើដើម្បីខ្លាយទៅជាគ្រូបង្រៀនហ្នឹងតើយើងត្រូវមានចំណង់ចំណូលចិត្តក៏ដូចជាជំនាញទុនអ្វីខ្លះទៅលើជំនាញហ្នឹងអូនដំបូងឡើយខ្ញុំចង់និយាយតាក់ទងអំពីជំនាញទុនមុននៅក្នុងនាមជាគ្រូបង្រៀនភាសាចិនជំនាញទុនដែលយើងត្រូវមានចាំបាច់គឺការទំនាក់ទំនងអញ្ចឹងនៅក្នុងការទំនាក់ទំនងហ្នឹងយើងជាគ្រូមែនប៉ុន្តែចំពោះការទំនាក់ទំនងរវាងគ្រូនិងសិស្សគឺពិតជាសំខាន់ដើម្បីកុំឲ្យពួកគាត់រៀនទៅមានអារម្មណ៍ថាអត់មានផាសុកភាពនៅក្នុងថ្នាក់រៀនចាហើយមួយទៀតគឺជំនាញទុនតាក់ទងជាមួយនឹងការគ្រប់គ្រងថ្នាក់រៀនអញ្ចឹងនេះគឺជាពាក់ព័ន្ធជាមួយនឹងជំនាញគ្រប់គ្រងណាបងអញ្ចឹងនៅពេលដែលយើងជាគ្រូបង្រៀនអត់មានការគ្រប់គ្រងគ្រប់គ្រាន់ទេសិស្សក៏អត់អាចនឹងស្ដាប់យើងបានដែរចាហើយមួយទៀតគឺតាក់ទងជាមួយនឹងជំនាញជាអ្នកដឹកនាំផងដែរអ្នកដឹកនាំសិស្សជួយជំរុញផ្លូវសិស្សទៅកន្លែងណាដែលថាអាចនាំផ្លូវគាត់ឲ្យរីកចម្រើនបានណានៅក្នុងភាសាហើយមិនត្រឹមតែប៉ុណ្្នឹងទេត្រូវមានជំនាញទុនខាងសុជីវធម៌សិលធម៌ចែកម្លែកទៅកាន់ពួកគាត់មិនមែនបានន័យថាយើងប្រើតែចំណេះដឹងពីខួរក្បាលរបស់យើងប៉ុន្តែបើយើងអត់មានសុជីវធម៌សិលធម៌បង្រៀនពួកគាត់ទេបានន័យថាគាត់រីកចម្រើនទៅក៏មិនសូវជាល្អដែរមួយទៀតគឺការអត់ធ្មត់អញ្ចឹងនៅក្នុងនាមជាគ្រូបង្រៀនម្នាក់គឺត្រូវមានការអត់ធ្មត់ហើយព្រោះយើងជួបសិស្សខ្លះយើងពិបាកដែរអញ្ចឹងបងត្រូវកាច់ឲ្យបានចាអូនអរគុណសម្រាប់ការចែកម្លែកនៅជំនាញទុនក៏ដូចជាបានន័យថាអ្វីដែលគាត់ត្រូវតែមានដើម្បីខ្លាចជាគ្រូបង្រៀនពិតជាល្អខ្លាំងមែនតើចាប់អារម្មណ៍ទៅលើចំណុចនេះមួយទៀតអូនតើអាចប្រាប់បងបានថាមុនពេលអូនចាប់អាជីពជាគ្រូបង្រៀនភាសាចិនណាតើក្តីសម័យតាំងពីតូចរបស់អូនណាធ្លាប់មានក្តីសម័យចង់ខ្លាចជាអីផ្សេងអត់ពេលដែលខ្ញុំនៅតូចខ្ញុំធ្លាប់មានក្តីសម័យថាចង់ធ្វើតែគ្រូបរិញ្ញាមួយឯងប៉ុន្តែគ្រូបរិញ្ញាគឺមិនមែនខាងភាសាទេប៉ុន្តែចែកដន្យដែរខាងម៉ាក់ប៉ាខ្ញុំគាត់ជំរុញឲ្យរៀនគ្រប់ភាសាឧទាហរណ៍គេល្បីខាងភាសាអង់គ្លេសគាត់ឲ្យរៀនភាសាចិនគាត់ជំរុញឲ្យទៅទៀតហើយពេលដែលនៅតូចខ្ញុំចង់ធ្វើជាគ្រូបរិញ្ញាបែបគណិតវិទ្យាភាសាខ្មែរអញ្ចឹងណាបងដល់យូរទៅដល់ពេលរៀនចប់លក្ខណៈថាវាសនាខ្ញុំមើលអត់ឃើញហ្មងបានខ្លាយទៅជាគ្រូបរិញ្ញាភាសាចិនដែលគាត់ដែលមានឱកាសមកពីខាងលោកគ្រូដែលស្គាល់ពីសមត្ថភាពខ្ញុំគាត់ខៅខ្ញុំឲ្យទៅធ្វើការអញ្ចឹងណាហ្មងចាអាចថាជានិស្ស័យហ្នឹងហើយមួយទៀតបច្ចុប្បន្នហ្នឹងក៏ខ្ញុំចង់ធ្វើការងារក្រៅដែរលក្ខណៈជារដ្ឋអញ្ចឹងចំពោះមុខជំនាញជាគ្រូភាសាចិនឬក៏ភាសាអង់គ្លេសហ្នឹងក៏ខ្ញុំនៅតែដកជាប់ក្នុងចិត្តដែរនៅតែចាប់យកចាអញ្ចឹងមានថាក្រៅពីអាជីពជាគ្រូបង្រៀនភាសាចិនអូនចង់ខ្លាយទៅជាមន្ត្រីរាជការអញ្ចឹងណាហើយបើសិនជាក្តីបំណងបងឯងខ្លាចជាការពិតអញ្ចឹងអាជីពជាគ្រូបង្រៀនហ្នឹងក៏ណែអត់បងចោលណែព្រោះជាការស្រឡាញ់ពិតជាល្អមែនតើអូនតាំងពីអូនចាប់ផ្ដើមអាជីពជាគ្រូបង្រៀនដំបូងមករហូតដល់ឥឡូវតើវាមានផលលំបាកអីខ្លះសម្រាប់អូននិយាយជារួមទៅម្លងពេលចាប់ផ្ដើមនៅក្នុងការបរិញ្ញាសិស្សសានុសិស្សដែលគាត់រៀនភាសាជាមួយខ្ញុំហ្នឹងគឺមានផលពិបាកជាច្រើនទីមួយហ្នឹងការគ្រប់គ្រងពេលវេលាខ្ញុំគឺជាគ្រូម្នាក់ដែលបង្រៀនក្រៅម៉ោងមែនប៉ុន្តែការមានទំនួលខុសត្រូវគឺត្រូវតែខ្ពស់អញ្ចឹងការគ្រប់គ្រងពេលវេលាហ្នឹងលក្ខណៈចូលដំបូងត្រូវមានសាច់រឿងនិយាយច្រើនណែនាំគាត់បរិញ្ញាពីមេរៀនហើយត្រូវឲ្យគាត់ស្គាល់ថាអ្វីជាគុណតម្លៃនៃការរៀនភាសាផងដែរអញ្ចឹងអាចថាការគ្រប់គ្រងរបស់ខ្ញុំនៅមានកម្រិតហើយចំពោះចំណុចទី2តាក់ទងជាមួយនឹងការណែនាំពីវិន័យការអប់រំខាងក្រៅទៀតបងហើយចំណុចទី3គឺតាក់ទងជាមួយនឹងការប្រើរយៈពេលច្រើនហើយណាមួយនៅពេលដែលខ្ញុំចូលដំបូងសិស្សច្រើនដែរបងការគ្រប់គ្រងហ្នឹងតាក់ទងជាមួយនឹងបំពង់សម្លេងខ្ញុំដល់ដែរអញ្ចឹងសិស្សកាន់តែច្រើនខ្ញុំត្រូវតែគ្រប់គ្រងគាត់ដូចជាពេលខ្លះខ្ញុំត្រូវស្រែកអីអញ្ចឹងណាបងអញ្ចឹងចំពោះសម្លេងការបញ្ចេញសម្លេងភាសាចិននៅពេលដែលស្រែកខ្លាំងទៅក៏ធ្វើឲ្យអ្នកបង្រៀនហ្នឹងមានបញ្ហាហ្នឹងហើយមានបញ្ហាខាងសម្លេងផងដែរប៉ុន្តែខ្ញុំនៅតែពង្រឹងខ្លួនឯងអញ្ចឹងទោះបីជាពេលខ្លះរៀងហត់មែនប៉ុន្តែខំប្រឹងដើម្បីសិស្សហើយចំពោះចំណុចទី4វិញតាក់ទងជាមួយនឹងការបរិញ្ញាសិស្សដំបូងយើងត្រូវដឹងថាក្នុងថ្នាក់មានសិស្សខ្លាំងមានសិស្សមិនសូវខ្លាំងហើយសិស្សខ្លះទៀតក៏គាត់លក្ខណៈថាគាត់ខ្សោយយកតែមែនតើណាអញ្ចឹងហើយខ្ញុំត្រូវពុតគាត់
ធ្វើយ៉ាងណាឲ្យគាត់រីកចម្រើនហើយខ្ញុំជឿជាក់ថាអាណាព្យាបាលពេលដែលបញ្ជូនកូនមករៀនគាត់មានគោលបំណងមួយគឺចង់ឲ្យកូនគាត់ចាស់អញ្ចឹងបញ្ហាហ្នឹងគឺខ្ញុំត្រូវគិតយ៉ាងណារកវិធីសាស្ត្រយ៉ាងណាឲ្យក្មេងៗឬក៏សិស្សានុសិស្សដែលរៀនជាមួយខ្ញុំហ្នឹងធ្វើយ៉ាងណាឲ្យពួកគាត់យល់ឆាប់បានយល់អញ្ចឹងទោះមិនបាន 100% យ៉ាងហោចណាស់ក៏បាន 50% អីដែរហើយខ្ញុំត្រូវធ្វើយ៉ាងណាឲ្យពួកគាត់ហ្នឹងមានចិត្តថាចង់រៀនណាកុំឲ្យបោះបង់ហ្មងអាហ្នឹងជាភារកិច្ចដ៏ធំរបស់ខ្ញុំចាពិតជាគ្រូម្នាក់ដ៏មានទឹកចិត្តចង់ឲ្យកូនសិស្សខ្លួនឯងជោគជ័យទោះបីជាមិនបាន 100%ក៏ 50% ដែរឃើញអត់បងអត់ចង់ឲ្យខាតទេបដិញ្ញាចិត្តរបស់អូនព្រោះមែនតើម្យ៉ាងវិញទៀតបងនៅពេលដែលខ្ញុំឃើញសិស្សខ្ញុំគាត់រៀនទៅធ្លាក់ទឹកដៃធ្លាប់តែប៉ាកែអញ្ចឹងក្នុងនាមជាគ្រូមានអារម្មណ៍ថាដូចពិបាកចិត្តទៅពេលខ្លះគេញ៉ាត់លក់ឯងគិតម្នាក់ឯងថាតាខ្ញុំបរៀនពួកគាត់នៅស្ទើមែននៅខ្វះចំណុចអីមែនយើងគិតជាងម្ចាស់សម័យខ្លួនទៀតហើយត្រឹមគ្រូបរៀនមែនប៉ុន្តែគិតតាំងពីអនាគតរបស់គាត់បារម្ភខ្លាចគាត់ធំទៅយ៉ាងម៉េចយ៉ាងម៉េចអញ្ចឹងណាទោះមិនមែនជាសាច់ឈាមគ្នាប៉ុន្តែអារម្មណ៍ហ្នឹងយើងស្រឡាញ់សិស្សដោយចេញពីចិត្តយើងបរៀនយើងយកទាំងបេះដូងទៅបរៀនផងដែរចាអូនបរៀនចិត្តហ្នឹងឯងទឹកចិត្តជាគ្រូបង្រៀនគឺបរៀនចេញពីបេះដូងអូនបច្ចុប្បន្ននេះតើឱកាសឬក៏បានន័យថាក្នុងអាជីពជាគ្រូបង្រៀនតើមានឱកាសច្រើនទេសម្រាប់គ្រូបង្រៀនសម្រាប់គ្រូបង្រៀនសម្រាប់នៅតាមរាជធានីយើងខ្ញុំមើលឃើញថាអត់ខ្វះឯគ្រូភាសាចិនប៉ុន្តែបើងាកតាមបើងាកទៅមើលបណ្ដាខេត្តវិញគឺមានការខ្វះខាតអញ្ចឹងមកឃើញជាក់ស្ដែងដោយសារតែបណ្ដាខេត្តមួយចំនួនអត់ទាន់បានអភិវឌ្ឍពេញលេញអញ្ចឹងអត់ដូចយើងនៅរាជធានីភ្នំពេញទេអញ្ចឹងកន្លែងខ្លះដូចជាកន្លែងទីជនបទអញ្ចឹងពួកគាត់អត់មានឱកាសនៅក្នុងការសិក្សាភាសាទេហើយកន្លែងហ្នឹងក៏ធ្វើឲ្យក្មេងៗសិស្សានុសិស្សដែលគាត់ចង់រៀនក៏គាត់បាត់បង់ឱកាសដែរចាបងអូខេបងតកតងទៅនឹងអាជីពជាគ្រូបង្រៀនភាសាចិនអញ្ចឹងតើវាអាចជួយអ្វីខ្លះដល់យុវជនជំនាន់ក្រោយខ្ញុំគិតថាចំពោះអ្វីដែលយើងទទួលបានសម្រាប់សិស្សានុសិស្សឬក៏ជាក្មេងជំនាន់ក្រោយដែលគាត់សិក្សាភាសាចិនទទួលបានមុនគេគឺការទំនាក់ទំនងខាងផ្នែកប្រតិបត្តិការអន្តរជាតិដូចយើងឃើញថាប្រទេសយើងកំពុងតែជិតស្និទ្ធយ៉ាងខ្លាំងជាមួយនឹងប្រទេសចិនអញ្ចឹងកន្លែងហ្នឹងគាត់អាចមានឱកាសទៅក្រោយៗដោយធ្វើការជាមួយជនជាតិចិនតាមហាងតូចធំក្តីឬក៏ក្រុមហ៊ុនក្តីហើយសំខាន់គឺគាត់ចេះហើយមានសមត្ថភាពខ្ពង់ខ្ពស់ហើយគាត់អាចបន្តសិក្សានៅក្រៅប្រទេសដូចជាប្រទេសចិនផ្ទាល់ផងដែរមកវិញគាត់អាចមានអនាគតភ្លឺស្វាងដោយគាត់អាចបង្កើតមុខរបរខ្លួនឯងបានអញ្ចឹងណាបងចាពិតជាភាសាខ្លាំងមែនតើចំពោះឱកាសផ្សេងក្រៅពីអាជីពជាគ្រូបង្រៀនចាអូនមួយវិញទៀតតើអូនអាចប្រាប់បានអត់ថាអាជីពជាគ្រូបង្រៀនហ្នឹងមានចំណូលឬក៏វាវត្តប្រមាណដែរអាចប៉ាន់ស្មានអូនបើខ្ញុំគិតទៅចំណូលប្រាក់ខែចាប្រាក់ខែចំណូលប្រាក់ខែអញ្ចឹងបើខ្ញុំចែកម្លែកទៅគឺចំពោះខ្ញុំផ្ទាល់ខ្ញុំធ្វើការបរៀនហ្នឹងតាម1ម៉ោងអីទេប៉ុន្តែបើទឹកប្រាក់ទៅបើយើងគិតទៅយ៉ាងហោចណាស់ក៏យើងចូលក្បែរ1លានអីដែរហើយបើសិនជាខ្ញុំបរៀនអនឡាញដែរបងអញ្ចឹងបើគិតទៅវា2ម៉ោងតែ2ម៉ោងឯងអាចរកចិត្តបាន400អីដែរតែ2ម៉ោងឯងហើយបើកន្លែងផ្សេងបើតាមខ្ញុំសាកសួរធ្វើការ 4-5 ម៉ោងអីបានត្រឹមតែ200ជាង300អីទេបងយ៉ាងច្រើនអ្នកខ្លះដូចជាធ្វើការរោងចក្រអីអញ្ចឹងណាបងចាបើយើងអត់មានចំណេះដឹងណាយើងធ្វើការ10ម៉ោងអីបានត្រឹម200ជាងទេអញ្ចឹងតម្លៃនៃការសិក្សាភាសាហ្នឹងធ្វើខ្ញុំយកឃើញថាមិនថាយើងធ្វើការម៉ោងតិចឬច្រើនទេឲ្យតែថាយើងចេះភាសាអាចលុយរបស់យើងតាមនឹងដែរបងចាអញ្ចឹងភាសាកាន់តែច្រើនគឺវិវត្តរបស់យើងកាន់តែកើនឡើងទៅតាមនឹងដែរហើយសំខាន់គាត់មានចំណេះហើយបើសិនជាគាត់មានពេលវេលាគ្រប់គ្រាន់អញ្ចឹងគាត់អាចរកក្រៅបានច្រើនជាងនឹងទៀតដោយសារតែខ្ញុំជាប់រៀនសាកលអីដែរអញ្ចឹងណាក៏ខ្ញុំខកខានឱកាសដែរដោយសារមានគ្រូផ្សេងគាត់ហៅខ្ញុំទៅធ្វើការមួយគាត់2-3គ្រូដែរបើនិយាយឲ្យត្រង់ទៅគឺ2-3សាលាដែរប៉ុន្តែដោយសារខ្ញុំរត់អត់រួចកន្លែងខ្លះក៏គាត់ហៅទៅធ្វើការបែបជាលក្ខណៈក្រុមហ៊ុនដែរអញ្ចឹងណាប៉ុន្តែខ្ញុំបាន reject ថាខ្ញុំទៅអត់រួចចឹងណាបងដោយសារពេលវេលាអញ្ចឹងខ្ញុំសូមបញ្ជាក់បន្ថែមទៀតថារាល់ប្រាក់ចំណូលក៏ដូចជាប្រាក់កាសដែលយើងទទួលបានច្រើនឬតិចក៏វាអាស្រ័យទៅនឹងកន្លែងដែលយើងរើស
រើសត្រឹមត្រូវដែរអញ្ចឹងបើកន្លែងខ្លះគេឲ្យយើងថ្លៃហើយគេឲ្យតម្លៃទៅលើគ្រូបរិញ្ញាបត្រទៀតអាហ្នឹងគេច្បាស់ជាគិតឲ្យយើងល្អតាមនឹងឯប្រាក់ចំណូលចា៎ហើយក៏ចង់បញ្ជាក់បន្ថែមថានេះគឺជាវិស័យអប់រំបែបឯកជនបច្ចុប្បន្ននេះបច្ចេកវិទ្យាកាន់តែកើនឡើងតើបច្ចេកវិទ្យានឹងអាចជួយអ្វីខ្លះទៅដល់អាជីពមួយនេះដែរអូនចំពោះបច្ចេកវិទ្យាបច្ចុប្បន្នគឺកំពុងតែរីកចម្រើនហើយសំខាន់រដ្ឋាភិបាលយើងក៏បានជំរុញឲ្យមានអ្នករៀនខាងបច្ចេកវិទ្យាអីច្រើនដែរចំពោះបច្ចេកវិទ្យាសម្រាប់នាងខ្ញុំជាគ្រូបង្រៀនភាសាចិនក៏ដូចជាបងប្អូនដែលរៀនភាសាងាយស្រួលនៅក្នុងការស្រាវជ្រាវមុនគេនៅពេលដែលយើងមានបញ្ហាឬក៏មានមន្ទិលសង្ស័យជាមួយនឹងភាសាតាក់ទងនឹងពាក្យឬក៏ប្រយោគអីផ្សេងៗគាត់អត់អាចដឹងថាបែបហ្នឹងត្រូវធ្វើបែបម៉េចដោះស្រាយបែបម៉េចគាត់អាចទៅស្រាវជ្រាវតាមរយៈបច្ចេកវិទ្យាបានហើយមួយទៀតគឺជួយសម្រាលបន្ទុកដល់ខ្ញុំផងដែរដើម្បីឲ្យខ្ញុំងាយស្រួលថាមេរៀនហ្នឹងខ្ញុំអាចបរៀនទៅគឺអត់ងាយខុសទេដោយសារតែខ្ញុំមានបច្ចេកវិទ្យាជួយចាហ្មងចាប្រៀបដូចជាជំនួយការហ្នឹងហើយហ្មងដូចជំនួយការផ្ទាល់ខ្លួនតាមរយៈបទពិសោធន៍ដែលអូនបរៀនតើអូនគិតថាអាជីពមួយនេះនៅមានចំណុចខ្វះខាតអ្វីខ្លះតាមយោបល់របស់អូនផ្ទាល់បើតាមយោបល់ខ្ញុំផ្ទាល់ខ្ញុំឃើញថាអាជីពមួយហ្នឹងនៅមានចំណុចខ្វះខាតត្រង់ថានៅពេលដែលយើងក្នុងនាមជាយើងជាគ្រូបង្រៀនចែកម្លែកទៅកាន់បងប្អូនហើយប៉ុន្តែបងប្អូនមួយចំនួនគឺគាត់អត់សូវជាខ្វល់ខ្វាយប្រហែលទេគាត់អត់សូវយល់ថាតើរៀនហ្នឹងគាត់ទទួលបានអីគេទៅមុខទៀតគាត់បានផលប្រយោជន៍អីគេខ្លះអញ្ចឹងអ្នកខ្លះគាត់រៀនចេះតែរៀនណាបងកន្លែងហ្នឹងខ្ញុំក៏ចង់កែសម្រួលឲ្យបានច្រើនដែរប៉ុន្តែចិត្តក្មេងៗបងដឹងស្រាប់ហើយថាពេលខ្លះគាត់រៀនតាមម៉ាក់ប៉ាពេលខ្លះគាត់ចេះតែរៀនឲ្យតែហើយអញ្ចឹងណាអញ្ចឹងបើសិនជាថ្ងៃមុខទៀតគេអភិវឌ្ឍគេមានការងារច្រើនជាងហ្នឹងទៀតគាត់ច្បាស់ជាបាត់បង់ឱកាសហ្នឹងហើយចំណុចខ្វះខាតគឺការមិនសូវចាប់អារម្មណ៍ចំពោះភាសាចាអាចថាគាត់មិនទាន់យល់ច្បាស់អំពីគុណសម្បត្តិក្រោយពេលដែលគាត់ចេះដឹងតកតងទៅនឹងផ្នែកភាសាមួយហ្នឹងហើយបងត្រូវចុះអូនមានសំណុំពរអីផ្សេងការសំណុំពររបស់ខ្ញុំគឺទៅលើគ្រូឬក៏យុវជនចំនួនក្រោយដែលគាត់កំពុងតែវឹកហាត់សិក្សាភាសាមិនថាភាសាអង់គ្លេសឬក៏ភាសាចិនទេជាពិសេសនៅតាមបណ្ដាខេត្តរបស់គួរតែមានការអភិវឌ្ឍបន្ថែមដោយសារតែធនធាននៅក្នុងបណ្ដាខេត្តខ្ញុំជឿជាក់ថាក្មេងៗគាត់ចង់រៀនអញ្ចឹងគាត់ច្បាស់ជាចង់ចាប់បានឱកាសថ្មីនៅក្នុងការរៀនភាសាប៉ុន្តែយើងខ្វះខាតលើគ្រូវឹកហាត់វឹកហាត់ពួកគាត់អញ្ចឹងហើយកន្លែងនេះគឺខ្ញុំសំណូមពរថាបើសិនជាប្រទេសយើងកាន់តែអភិវឌ្ឍបន្ថែមកុំភ្លេចរៀនភាសាហើយកុំភ្លេចដកខាត់ទៅលើយុវជនណាដែលគាត់ចេះហើយគាត់អាចជួយចែកម្លែកទៅកាន់ក្មេងៗតាមជនបទបណ្ដាខេត្តផ្សេងទៀតហើយសម្រាប់ខ្ញុំផ្ទាល់ក៏ខ្ញុំបានចូលរួមចែករំលែកចំណេះដឹងតាមរយៈវ័នអនឡាញដែរចា៎បងធ្វើជាភាសាខ្លះមែនតើតើយោបល់អូនផ្ទាល់តើអូនគិតថាភាសាចិននេះអាជីពជាភាសាចិននេះតើទៅមុខទៀតវានឹងកាន់តែរីកចម្រើនបែបណាខ្លះដែរអូនចំពោះអាជីពការបង្រៀនភាសាចិនខ្ញុំគិតថានឹងមានយុវជនជាច្រើនអ្នកទៀតដែលគាត់នឹងធ្វើជាគ្រូភាសាចិនបានច្រើនដោយសារតែឥឡូវនេះខ្ញុំមើលឃើញថាអ្នករៀនក៏ច្រើនដែរមិនតិចទេហើយរាជធានីភ្នំពេញយើងក៏អត់ខ្វះដែរសិស្សដែលគាត់រៀនហើយសំខាន់គាត់សុទ្ធតែជាអ្នកដែលយល់ដឹងបានច្រើនដែរបើមើលទៅខាងក្រៅអញ្ចឹងហើយខ្ញុំគិតថានៅពេលដែលគាត់រៀនពីបច្ចុប្បន្នរហូតទៅដល់ឆ្នាំ2030ឬក៏2050ទៀតអាចមានការអភិវឌ្ឍច្រើនជាងនឹងទៀតចាភាសាហ្នឹងគឺកាន់តែទូលំទូលាយបន្ថែមទៅមុខនិយាយតាមថងទៅគឺវាមានតម្លៃសម្រាប់យុវជនខ្លាំងចាអូខេឈានដល់សំណួរចុងក្រោយតើអូនមានពាក្យពេចន៍ឬក៏មតិផ្ដាំផ្ញើអីខ្លះទៅដល់បងប្អូនយុវជនជំនាន់ក្រោយដែលចង់ចាប់យកជំនាញជាគ្រូបង្រៀនភាសាចិនមួយអូនដែរខ្ញុំចង់ផ្ដាំផ្ញើទៅកាន់បងប្អូនសិស្សានុសិស្សទាំងអស់គ្នាដែលកំពុងតែមានពេលវេលាសិក្សារៀនសូត្រហើយគួរតែយកចិត្តទុកដាក់រៀនសូត្រឲ្យហើយកុំឲ្យឱកាសនៅពេលក្រោយបាត់បង់ជាច្រើនទៀតហើយបើសិនកលិចទៅមើលក្មេងៗដែលគាត់គ្មានទីជម្រកគ្មានប្រាក់ការមានភាពក្រីក្រអញ្ចឹងគឺគាត់អត់បានរៀនទេអញ្ចឹងបើសិនបងប្អូនមានឱកាសរៀនហើយវាគឺជាអ្វីមួយដែលបងប្អូនអាចយកសមត្ថភាពហ្នឹងទៅប្រើប្រាស់នៅនាពេលខាងមុខទៀតហើយកុំបោះបង់ឱកាសបងប្អូនតែងគិតថាការរៀនភាសាពិបាកហើយធុញថប់ពេលគាត់ចូលថ្នាក់រៀនបងពេលខ្លះទៅ
គាត់រៀនហើយគាត់ងុយដេកក៏មានដែរអញ្ចឹងហើយខ្ញុំសំណូមពរថាទោះបីមិនក្តៅខំរៀនខំប្រឹងរៀនទោះហត់មិនក្តៅទៅមុខទៅការសិក្សាអត់ក្បត់យើងឯថ្ងៃណាមួយនឹងសងមកយើងវិញហើយជាពិសេសគឺខ្ញុំក៏ចង់សំណូមពរទៅដល់អាណាព្យាបាលឲ្យខិតខំតាមដានការសិក្សារបស់កូនផងដែរព្រោះក្នុងនាមជាគ្រូម្នាក់បានត្រឹមចែកម្លែកបានត្រឹមបង្រៀនប៉ុន្តែมันបាននៅដិតដល់ជាប់គាត់ទេហើយគាត់ត្រូវអនុវត្តខ្លួនឯងអភិវឌ្ឍខ្លួនឯងបន្ថែមទៀតហើយមានអាណាព្យាបាលនៅតាមពីក្រោយដើម្បីដាស់តឿនគាត់ហើយខាងគ្រូក៏ជួយសម្រួលជួយចែកម្លែកបង្រៀនគាត់បន្ថែមដែរអត់ចោលពួកគាត់ទេចាបងចាអូនចាទីចុងក្រោយសូមអរគុណអូនដែលបានចែករំលែកបទពិសោធន៍អំពីអាជីពជាគ្រូនៃភាសាចិនជាចុងក្រោយនាងខ្ញុំសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលចំណាយពេលដ៏មានតម្លៃក្នុងការតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយនាងខ្ញុំនិងក្រុមការងារសូមអរគុណសូមជម្រាបលា